Bismillahirrahmanirrahim. Alhamdulillahirabbil alamin wassalatu wassalamu ala asyrafil anbiya'il mursalin nabiyina Muhammad wa ala alihi wa sahbihi wasallam. បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះអ៊ីនសាអល់ឡោះយើងបន្តតេតងជាមួយនឹងផ្នែករាងកាយឬក៏សុខភាពរបស់អ្នកអ៊ីស្លាមនៅក្នុងទស្សនៈអប់រំអ៊ីស្លាមបដោតទៅលើអលជាសាឌីយ៉ាអលជានិបអលជាសាឌីតេតងនឹងរាងកាយរបស់យើងដឹងហើយថានៅពេលដែលសាហាបាត់នប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមគាត់បានទៅជួបរ៉ាស៊ូលឡោះហើយប្រាប់រ៉ាស៊ូលឡោះថាយ៉ារ៉ាស៊ូលឡោះលិនខ្ញុំចង់បួសមួយជីវិតអត់ស្រ័យបួសទេហើយមួយទៀតគាត់ថាគាត់សម្យ៉ាងយប់រហូតអត់ដេកទេហើយមួយទៀតគឺគាត់អត់យកប្រពន្ធទេអញ្ចឹងរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមគាត់ថាខ្ញុំគឺជាអ្នកដែលកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ច្រើនជាងគេខ្លាំងជាងគេប្រតិបត្តិអ៊ីបាដាតចំពោះអល់ឡោះបានខ្លាំងជាងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំនៅតែស្រ័យបួសខ្ញុំនៅតែមានគ្រួសារខ្ញុំនៅតែគេងនៅពេលយប់អញ្ចឹងអ្វីគឺអល់ឡោះស៊ុបហានវតាឡាឲ្យយើងគោរពខ្លួនរបស់យើងក៏មានសិទ្ធិភ្នែករបស់យើងក៏មានសិទ្ធិអ្វីសពបែបយ៉ាងក៏មានសិទ្ធិហើយយើងត្រូវបំពេញសិទ្ធិរបស់វាឲ្យបានគ្រប់គ្រាន់អ៊ីស្លាមបានយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយរបស់យើងផងដែរមិនត្រូវបណ្តែតបណ្ដោយឲ្យសុខភាពរបស់យើងទ្រុឌទ្រោមឈឺហើយការឈឺនេះគឺរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមគាត់ក៏បង្គាប់ឲ្យយើងទាំងអស់គ្នាព្យាបាលផងដែរមិនមែនដេកឈឺដេកផ្ដួលទៅលើព្រះវាសនាឬក៏ការលិខិតកំណត់របស់អល់ឡោះស៊ុបហានហូវតាឡានោះទេយើងដឹងថារាងកាយរបស់យើងអវយវៈខ្លួនប្រាណរបស់យើងទៅមូលគឺជាអាម៉ាណាស់គឺជាបញ្ញើមួយគឺជាសេចក្តីទុកចិត្តមួយដែលអល់ឡោះស៊ុបហានតាឡាបានប្រគល់ឲ្យយើងហើយយើងទាំងអស់គ្នាត្រូវតែថែរក្សាឲ្យមានសុខភាពល្អដើម្បីយើងមានកម្លាំងនៅក្នុងការប្រតិបត្តិនៅកតបកិច្ចអ៊ីបាដាតចំពោះអល់ឡោះស៊ុបហានវតាឡាក៏ដូចជាការកសាងផែនដីពីព្រោះអល់ឡោះស៊ុបហានវតាឡាបង្កើតយើងនេះគឺទ្រង់បានមានបន្ទូលថាម៉េចវស្តាម៉ារ៉គុមហ្វីហាអល់ឡោះបានដាក់កតបកិច្ចឲ្យយើងមកកសាងផែនដីអញ្ចឹងបើសិនជាយើងអត់មានសុខភាពល្អទេឈឺកាត់រ៉ាំរ៉ៃសុខភាពទ្រុឌទ្រោមតើយើងអាចកសាងផែនដីយ៉ាងម៉េចទៅកើតតើយើងអាចបំពេញនៅតួនាទីរបស់យើងក្នុងនាមជាខលីហ្វារបស់អល់ឡោះស៊ុបហានវតាឡាយ៉ាងដូចម្ដេចដូច្នេះហើយអ៊ីស្លាមគឺជំរុញឲ្យយើងថែរក្សាសុខភាពរបស់យើងហើយនៅក្នុងនោះតើតើនឹងការបួសតមអាហារជាពិសេសនៅក្នុងខែរ៉ាម៉ាដនក៏ជាកត្តាមួយក្នុងចំណោមកត្តាដែលគេបង្គាប់ឲ្យយើងបួសនឹងគឺដើម្បីរក្សាសុខភាពរបស់យើងដើម្បីរក្សាសុខភាពរបស់យើងដូច្នេះអ៊ីស្លាមបានជំរុញឲ្យយើងទាំងអស់គ្នាមានការហាត់ប្រាណដោយសារណាអ៊ុមាររ៉ាឌីយ៉ាឡោះអានហ៊ូគាត់បានមានប្រសាសន៍ថាអាលីមូអោឡាដាគុមអារីម៉ាយ៉ាអរុគូបុលខៃលវរីម៉ាយ៉ាវស៊ីបាហាចូលបង្រៀនកូនចៅរបស់ពួកអ្នកឲ្យចេះជិះសេះចេះបើកឡានចេះបើកម៉ូតូដើម្បីគាត់ត្រូវការធ្វើដំណើរទៅណាឬក៏យ៉ាងម៉េចនោះគឺគាត់មានសមត្ថភាពនៅក្នុងការបើកបរហើយទី2គឺអារីម៉ាយ៉ាមានន័យថាត្រូវតែបង្រៀនគាត់ឲ្យចេះបាញ់ព្រួញប្រើអ្វីសពបែបយ៉ាងគាត់មានបំណិននៅក្នុងជីវិតរបស់គាត់អញ្ចឹងទាំងអស់ហ្នឹងគឺវាត្រូវការកម្លាំងកាយនៅក្នុងនោះគឺដើម្បីយើងហាត់ប្រាណវឹកហាត់ខ្លួនប្រាណរបស់យើងឲ្យរឹងមាំយើងជិះសេះគឺយើងត្រូវការប្រើកម្លាំងយើងបាញ់ព្រួញយើងត្រូវការប្រើកម្លាំងហើយនឹងការហែលទឹកក៏ជាកត្តាមួយដែលនាំឲ្យយើងទទួលបាននូវសុខភាពល្អហើយយើងឃើញថាសប្តាហ៍វិធីព្យាបាលសម្រាប់ជំងឺឈឺចង្ឆ្អែងឈឺសរសៃជាប់សរសៃអីទាំងអស់គឺគេប្រើវិធីសាស្ត្រព្យាបាលដោយការហែលទឹកអញ្ចឹងសិទ្ធិណាអ៊ុមារគាត់បានផ្ដែផ្ដាំថាឲ្យយើងបង្រៀនកូនចៅរបស់យើងឲ្យចេះហែលទឹកអញ្ចឹងយើងឃើញថានៅពេលដែលសិទ្ធិណាអ៊ុមារគាត់បានបញ្ជាទ័ពដើម្បីរំដោះប្រទេសអ៊ីរ៉ាក់គឺទ័ពគាត់បានឆ្លងកាត់ទន្លេអ៊ីហ្វ្រ៉ាត់ឬក៏ទន្លេទិជឡាដែលត្រូវការហែលទឹកត្បិតតែនៅក្នុងតំបន់អារ៉ាប់អត់មានទឹកទន្លេក៏ប៉ុន្តែពួកគាត់អាចហែលទឹកបាន
សុខភាពផ្លូវកាយគឺជាអាម៉ាណាស់ដែលអល់ឡោះស៊ុបហានូវតាឡាដាក់មកដូច្នេះយើងអាចហាត់ប្រាណជាលក្ខណៈហែកទឹករៀនបាញ់ព្រួញជាសេះឬក៏ការហាត់ប្រាណផ្សេងៗដទៃទៀតដែលយើងលេងកីឡាលេងពេញប៉ង់លេងបាល់ទះបាល់ទាត់យើងទាត់សីឬក៏អីទាំងអស់ដើម្បីអីនៀតដើម្បីបានសុខភាពឲ្យរាងកាយរបស់យើងរឹងមាំមានកម្លាំងដើម្បីប្រតិបត្តិនៅកាតព្វកិច្ចដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់ដាក់មកអញ្ចឹងការថែរក្សាសុខភាពផ្លូវកាយរបស់យើងក៏ជាចំណែកមួយនៃទស្សនៈអប់រំអ៊ីស្លាមផងដែរដូច្នេះយើងមិនត្រូវមើលរំលងយើងខំតែធ្វើអ៊ីបាដាតគេថាអត្តសញ្ញាណក៏ប៉ុន្តែយើងអត់បានមើលថែសុខភាពរបស់យើងរាងកាយរបស់យើងឲ្យរឹងមាំទេអាហ្នឹងក៏ជាការខ្វះខាតមួយដែលយើងមិនបានបំពេញឲ្យត្រឹមត្រូវទៅតាមទស្សនៈនៃការអប់រំអ៊ីស្លាមដើម្បីឲ្យសុខភាពរបស់យើងរឹងមាំគឺទាមទារឲ្យមានការអនាម័យអញ្ចឹងសម្រាប់សហគមន៍អ៊ីស្លាមរបស់យើងគឺយើងត្រូវរក្សាការអនាម័យឲ្យបានខ្ពស់ជាទីបំផុតហើយនឹងយើងទទួលទាននៅអាហារដែលហាឡាល់ដែលល្អដែលប្រសើរហើយការទទួលទានយើងនោះសោតទៀតសោតមានន័យថាឲ្យមានតុល្យភាពដោយរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមគាត់បែងចែកកាពះរបស់យើងនៅក្នុងការទុកនៅអាហារគឺយើងបែងចែកជា3ទី1សម្រាប់អាហារទី2សម្រាប់ទឹកទី3សម្រាប់ខ្យល់ដកដង្ហើមឲ្យវាបានស្រួលហើយជាមួយនោះគឺយើងត្រូវទទួលទានឲ្យបានទៀងទាត់ឲ្យបានគ្រប់គ្រាន់ហើយកុំលើសពេកយើងនោះយើងដេកឲ្យបានគ្រប់គ្រាន់ជាមួយនោះក៏យើងត្រូវការពារខ្លួនពីប្រការដែលហារ៉ាំដែលច្បាប់ហាមដូចជាការផឹកស្រាគ្រឿងញៀនផ្សេងហើយនឹងបង្ការខ្លួនយើងអំពីជំងឺកាលណាយើងឈឺគឺយើងត្រូវតែព្យាបាលដើម្បីឲ្យសុខភាពរាងកាយរបស់យើងរឹងមាំនេះគឺជាផ្នែកមួយនៃទស្សនៈអប់រំអ៊ីស្លាមរាងកាយរបស់យើងជាអ្នកអ៊ីស្លាមត្រូវតែរឹងមាំយើងត្រូវតែមើលក្បួនពេទ្យថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យសុខភាពរបស់យើងល្អជាពិសេសគឺនៅស្រុកយើងមានន័យថាយើងចូលចិត្តហូបប្រៃចូលចិត្តហូបគ្រឿងប្រអាប់ចូលចិត្តប្រហុកត្រួយចេកផ្អកឬក៏ស្អីម៉ាំអីទាំងអស់ហ្នឹងយើងឃើញថាអាហ្នឹងគឺជាកត្តាមួយដែលធ្វើឲ្យយើងហូបបាយឆ្ងាញ់ក៏ប៉ុន្តែវាក៏អាចប៉ះពាល់ដល់សុខភាពរបស់យើងផងដែរដូច្នេះយើងត្រូវហូបអាហារឲ្យមានផាសុខភាពឲ្យមានគុណភាពអាហារដែលនាំឲ្យសុខភាពយើងល្អហើយរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមកាលណាគាត់ទទួលទានគឺទទួលទានអត់ឆ្អែតទេណាកាលណាគាត់ទទួលទានគឺគាត់ទទួលទានអត់ឆ្អែតទេហើយគាត់មិនហូបទេលុះត្រាតែគាត់ឃ្លានអញ្ចឹងការដែលយើងអនុវត្តបែបនេះគឺនាំឲ្យសុខភាពរាងកាយរបស់យើងគឺរឹងមាំដូច្នេះហើយនៅក្នុងច្បាប់អ៊ីស្លាមគេតម្រូវឲ្យយើងបួសតមអាហារគឺសម្រាប់ជាផលប្រយោជន៍សម្រាប់សុខភាពផ្លូវកាយរបស់យើងចឹងថ្ងៃនេះអល់ហាំឌុលឡាហ៍យើងបាននិយាយទាក់ទងជាមួយនឹងសុខភាពផ្លូវកាយរបស់យើងអ៊ីនសាអល់ឡោះលើកក្រោយយើងនិយាយទាក់ទងនឹងចំណុចចុងក្រោយគឺទាក់ទងនឹងសិលធម៌ Shukran jazilan wassalamu alaikum warahmatullahi wabarakatuh